បាទស្ដីបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី4 ខែ 5 ឆ្នាំ 2026 ឃើញថាតម្លៃមាសបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងតម្លៃ$4,610ក្នុង1អោនអញ្ចឹងបើយើងមើលតាមទំនោរ trend ក្នុងលំហូរtime frame 1ម៉ោងលំហូរ time frame 1ម៉ោងគឺថាទំនោរវា down trend ពេលនេះវាបាន break trend line បាទវាបាន break bearish trend line កន្លែងនេះហើយក៏វាបាន pull back មកវិញអញ្ចឹងទិសដៅមាសគឺអាចនឹងបន្តការឡើងទៅលើអញ្ចឹងឡើងទៅលើតំបន់ទី1ដែលយើងរងចាំមើលគឺនៅតំបន់ resistance ព្រោះតំបន់នេះគឺជាតំបន់ resistance ហើយវាមកចូលនៅតំបន់ support តែនេះច្រើនបាទជើងទី1ទី2ទី3ទី4អញ្ចឹងទៅអញ្ចឹងវាមិនទាន់អាចមានកម្លាំងនៃការបុកផ្ដាច់ទេបាទវាអត់មានកម្លាំងនៃការបុកផ្ដាច់ទេលុះត្រាតែមានពុំមានសំខាន់ណាមួយដែលរុញឲ្យមាសបុកផ្ដាច់តម្លៃ support នេះគឺវានឹងអាចទៅរកដល់តម្លៃ resistance អស់នេះវិញអញ្ចឹងតំបន់ទី1ដែលបងប្អូនអាចក្នុងការ sell បានគឺតំបន់ resistance គឺនៅចន្លោះ4,660ដល់4,670បាទ0នេះគឺ0ដែលយើងអាចក្នុងការ sell បានអញ្ចឹងបើសិនជាវា break តម្លៃនឹងទៀតគឺនៅតម្លៃអស់នេះបាទនៅតម្លៃ resistance ខាងនេះវិញបងប្អូនអាចធ្វើការ sell បានបតង់ទៀតណាបងគឺនៅតម្លៃ4,720បាទ4,720គឺបងប្អូនអាចធ្វើការ sell មកគ្រាប់ទៀតបានដែរចំពោះតម្លៃនៃការចូលទិញបាទអញ្ចឹងកន្លែងនេះនៅពេលវា break ហើយវា pull back វិញវាទុកកន្លែងនេះជា FVG 1បាទជាតំបន់0 order block កន្លែងនេះវិញអញ្ចឹងកន្លែងនេះគឺបងប្អូនអាចធ្វើការ buy អញ្ចឹងតំបន់ដែលរងចាំ buy តំបន់ទី1គឺនៅ$4,586មកដល់$4,578ក្នុង1អោនអញ្ចឹង0នេះទូចន្លោះgap កន្លែងនេះគឺបងប្អូនអាចធ្វើការ buy កន្លែងហ្នឹងបានហើយ SL បងប្អូនដាក់នៅខាងក្រោម support នេះអញ្ចឹងមើលក្នុងករណីថាវាបានបំបែកមកខាងនេះហើយវានៅ sideways នៅតំបន់នេះទៀតហើយវាអាចនឹងបន្តបាទឡើងបានទៀតវានឹងបន្តការមករកតម្លៃ support មកជាទម្រង់ down trend ទៀតអញ្ចឹងវាអាចនឹងបន្តការមកយ៉ាងទៀតនេះគឺក្នុងករណីតែវា break តម្លៃនេះទេបើសិនជាវាបុកអត់ដាច់ទេបាទអត់ដាច់ trend line កន្លែងនេះអត់ដាច់ FVG នេះទេវានឹង scenario វានឹងបន្តការធ្វើជាទំនោរ up trend វិញណាបងប្អូនបាទវាទៅជាទំនោរ up trend វិញហ្នឹងអញ្ចឹងវាអាចទៅជាបែបនេះវិញបាទអញ្ចឹងបងប្អូនមានតំបន់ក្នុងការ sell កន្លែងនេះមួយនៅកន្លែងនេះមួយអញ្ចឹងពីរតំបន់នេះគឺតំបន់ sell បាទហើយតំបន់ buy គឺតំបន់នេះវិញបើសិនជាវា break បាទវា break តំបន់អស់នេះគឺបងប្អូនដេញ sell ធ្លាក់មកវិញណាដេញ sell មកវិញហើយអញ្ចឹងតំបន់ buy នៅ0តម្លៃ support នេះវិញណាបាទអញ្ចឹងយើងមានតម្លៃអស់នេះគឺតម្លៃដែលយើងត្រូវរងចាំ buy វិញតែសម្រាប់ថ្ងៃនេះគឺជាថ្ងៃច័ន្ទហើយដើមសប្តាហ៍អញ្ចឹងបើសិនជាមិនមានព័ត៌មានអីធំទេបាទអត់មាន breaking news ទេមាសនឹងដើរ sideways 0ហ្នឹងបាទនៅចន្លោះ0ហ្នឹង sideways ចន្លោះ50លេខនឹងចុះបងប្អូនអាចទិញលក់នៅតម្លៃ support និង resistance នឹងបានអរគុណបងប្អូនអរគ្នា